សួរអ្នកនរគ្នាថ្ងៃហ្នឹងខ្ញុំមកធ្វើការប្រាប់ពីរបៀបដំឡើង 5G បាទដំឡើង 5G បានហ្នឹងមុនដំបូងគឺអ្នកនរគ្នាចូលទៅមើលកន្លែងនេះអូខេហ្នឹងហើយអ្នកនរគ្នាតំបន់ខ្ញុំគឺមាន 5G អញ្ចឹងណាក៏ប៉ុន្តែទូរស័ព្ទខ្ញុំអត់ support ជាមួយនឹង5G ហ្នឹងទេបាទដោយសារតែនេះគេ support ជាមួយ Samsung និង Oppo ហើយ Vivo ឯហ្នឹងបងប្អូនហើយនឹង iPhone គឺមានបងប្អូនមួយចំនួនគឺគាត់ឆ្ងល់ថាមិនបានតម្លើង 5G កើតអញ្ចឹងខាងក្រុមហ៊ុនគេតម្លាក់មកគឺទូរស័ព្ទអញ្ចឹងអត់ support ជាមួយនឹងបងប្អូនគឺនេះមាន Oppo ហើយ Vivo ហើយនិង Samsung បងប្អូនអរគ្នានិង iPhone មួយទៀតបាទឥឡូវយើងចូលមើលរូបភាពហ្នឹងបាទអាហ្នឹងមកដោះស្រាយចម្ងល់បងប្អូនអញ្ចឹងណាដែលគាត់ឆ្ងល់ថាម៉េចគេតម្លាក់ 5G ហើយតម្លើងអត់កើតអីចឹងទៅបាទនេះគឺមាន Samsung មានអីចឹងទៅបាទហើយមួយទៀតបងប្អូនចង់ដឹងកាន់តែច្បាស់យើងចូលក្នុង Smart App នេះមកបាទនេះបងប្អូនពេលយើងចូលដំបូងគឺវាមិនចេញចឹងបងប្អូនខ្ញុំចាំបន្តិចអត់ចេញចឹងថយក្រោយកាត់ slow ណាស់អ្នកនរគ្នាអ៊ីនធឺណិតខ្ញុំ slow អូខេបងប្អូនអ្នកនរគ្នាយើងចង់ដឹងកាន់តែច្បាស់យើងចូលកន្លែងនេះបងប្អូននេះកន្លែង 5G នេះយើងចុចកន្លែង 5G ហ្នឹងមកដោយសារអ៊ីនធឺណិតខ្ញុំ slow បងប្អូនក្នុងចាំវាបន្តិចអូខេបងប្អូនឥឡូវគឺថាវាចូលបានហើយសម្រាប់បងប្អូនដែលមាន 5G នេះកន្លែងនេះយើងបើក 5G ហ្នឹងមកនឹងយើងបញ្ជាក់ហ្នឹងមកហ្នឹងហើយអ្នកគ្នាដូចខ្ញុំរៀបរាប់ពីមុនអញ្ចឹងដោយសារតទូរស័ព្ទយើងដល់ពេលអញ្ចឹងទៅគឺតម្លើងអត់កើតទេអាហ្នឹងវា support នៅលើទូរស័ព្ទ Vivo Oppo ហើយនិង iPhone Samsung បងប្អូនអរគ្នាបាទហ្នឹងហើយបងប្អូនគ្នាបើចង់កាន់តែច្បាស់នេះបងប្អូនចូលកន្លែងតំបន់នេះទៅហើយនឹងយើងប្រឌិតមើល SIM របស់យើងហើយមួយទៀតយើងមើលឧបករណ៍តែឧបករណ៍ខ្ញុំគឺប្រើបានទេបងប្អូនអរគ្នាហើយយើងនេះកន្លែងតំណតំណងមួយកំហុនមួយអីចឹងបងប្អូនអូខេគឺវីដេអូខ្ញុំមានតែប៉ុណ្្នឹងបងប្អូនអរគ្នាបាទជំរាបលាជួបគ្នាវីដេអូក្រោយបាយបាយ